ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំនៅคลิปវីដេអូថ្មីទាក់ទងនឹងជំនឿនៅវប្បធម៌ខ្មែរយើងឃើញជាក់ស្ដែងក៏ដូចជាបងប្អូនបានសិក្សាក៏ឃើញជាក់ស្ដែងទាក់ទងនឹងជំនឿដែលផ្សារភ្ជាប់នឹងវប្បធម៌ក៏ដូចជាវប្បធម៌ទាក់ទងនឹងពុទ្ធសាសនាឬយើងឲ្យវិនិយោគមនីមួយទៀតថាសាសនាតាមបែបវប្បធម៌ខ្មែរឬសាសនាតាមបែបខ្មែរឬព្រះពុទ្ធសាសនាតាមបែបវប្បធម៌អរិយធម៌របស់ខ្មែរដូច្នោះការបដិបត្តិឬក៏ការធ្វើអ្វីមួយក៏យើងមានការគោរពមានជំនឿមានសទ្ធាមុតមមទៅនៅក្នុងព្រះពុទ្ធសាសនាក៏ពិតមែនក៏ប៉ុន្តែយើងក៏មាននៅការគោរពបដិបត្តិទៅតាមប្រពៃណីវប្បធម៌របស់យើងជាខ្មែរដែរហើយថ្ងៃនេះខ្ញុំសូមលើកទាក់ទងទៅនឹងជំនឿវប្បធម៌ឬក៏មានជំនឿទាក់ទងទៅនឹងព្រះពុទ្ធសាសនាដែលខ្ញុំបានលើកពីវីដេអូមុនក៏ទាក់ទងទៅនឹងដែលយើងមានជំនឿទាក់ទងនឹងពុទ្ធសាសនាដែលមានសាវករបស់ព្រះសម្មាសម្ពុទ្ធមានដូចជាព្រះសីវលីឬក៏ព្រះមហាកច្ឆាយណៈព្រះកវមបតិព្រះខ្វាមនិងឧបគុតដែលមិនថាបងប្អូនដែលមានឋានៈខ្ពង់ខ្ពស់ឬក៏ឋានៈធម្មតាមធ្យមយ៉ាងណាក៏ជាអ្នកមានជំនឿតែងតែគ្រប់បដិបត្តិនៅសាវកទាំងអស់នោះឬក៏ពួកបងប្អូនជាទាហានជាយោធាក៏តែងតែគ្រប់នៅជាជាតិនៅព្រះខ្វាមគឺកវមបតិដែលជាដែលមានជំនឿថាកាលពេលរៀងនៅស្ត្រាវុធផ្សេងឬមួយទៀតទាក់ទងទៅនឹងព្រះមហាកច្ឆាយណៈគឺមានជំនឿទាក់ទងនឹងស្នេហ៍មហានិយមការស្រឡាញ់អាណិតចូលចិត្តគឺទៅទីណាកន្លែងណាមានការស្រឡាញ់អាណិតចូលចិត្តពីបណ្ដាមនុស្សជុំវិញខ្លួនក៏ដូចជាចវាយនាយក៏ដូចជាទេវតាអមនុស្សផ្សេងជាដើមនោះទេអញ្ចឹងចង់ដឹងថាអ្នកដែលគោរពបដិបត្តិនៅព្រះមហាកច្ឆាយណៈដែលជាសាវកដែលយើងបានសិក្សាឬក៏បានដឹងមកថាលោកល្បីឬក៏ថាល្បីល្បាញខាងដឹងថាលោកស្អាតស្រស់ស្អាតរូបសម្បត្តិលោកជាទីពេញពិលល្មើល្មើប៉ុន្តែដោយតាមរូបយើងដឹងហើយបងប្អូនបាទជាព្រះដែលមានរូបរាងធាត់ក្បាលពោះរាងកំប៉ោងធំអញ្ចឹងណាដែលហៅថាព្រះកញ្ចាយឬក៏កំប៉ោងព្រះកំប៉ោងអីចឹងទៅអញ្ចឹងខ្ញុំសូមលើកមូលហេតុឬរឿងរ៉ាវសង្ខេបខ្លះៗដែលទាក់ទងនឹងប្រវត្តិលោកមូលហេតុអ្វីបានថាលោកមានរូបរាងស្អាតប៉ុន្តែហេតុអ្វីបានជាលោកមានរូបរាងមិនស្អាតដូចអ្វីដែលយើងបានសិក្សាដឹងណាបងប្អូនដោយរះកំប៉ោងអញ្ចឹងខ្ញុំហ្នឹងបុគ្គលឆ្ងល់អីយកលោកថាព្រះកច្ឆាយណៈខាងស្នេហ៍មហានិយមទៅមិនបានរៀងរើលោកដូចវិញកំប៉ោងអញ្ចឹងអាហ្នឹងណាអញ្ចឹងចង់នឹងផ្ដល់ចម្លើយបងប្អូននៅវីដេអូនេះណាព្រះមហាកច្ឆាយណៈដែលព្រះសម្មាសម្ពុទ្ធលោកលើកតម្កើងតកតងទៅនឹងប្រវត្តិលោកគឺជាអេតតកៈគឺជំនាញបងប្អូនណារងលេថា skill ឬជំនាញឬ start ជំនាញខាងការបរិយាយធัวសង្ខេបឲ្យទៅជាធัวពិស្ដាហើយជាអ្នកដែលមានរូបសម្បត្តិស្អាតជាទីពេញពិលល្មើល្មើដោយមិនមានពីរគឺមានតែមួយគឺព្រះមហាកច្ឆាយណៈព្រះមហាកច្ឆាយណៈងារដើមរបស់លោកគឺកច្ឆាយណៈឬក៏កាចណៈហ្នឹងណាដែលលោកកើតនៅក្នុងត្រកូលកហបតីហើយត្រកូលបរហិតឪពុករបស់លោកគឺជាត្រកូលខ្ពង់ខ្ពស់ពេលកើតមកគឺលោកមានសម្បុរដូចមាសហើយក៏បានដាក់ព្រានាមលោកថាកច្ចណៈឬក៏កាចណៈដែលមានព្រានាមថាពួរមាសណារហូតដល់
លោកធំដឹងក្តីឪពុកម្ដាយរបស់លោកក៏ធ្វើការកិរិយាទៅលោកក៏បានទទួលងារគឺជាព្រះបរោហិតនៅក្នុងសំណាក់ព្រះបាទចន្ទបជោតនៅក្នុងនគរឧជេនីហើយសម័យក្រោយមកលោកក៏ប្រើនាមតកូលដើមគឺកច្ចាយណៈហើយចកាយណៈបរោហិតបានអាស្រ័យនៅជាមួយជាមន្ត្រីហើយបងប្អូនថាជាបរោហិតនៅក្នុងនគរឧជេនីរបស់ព្រះបាទចន្ទបជោតក្នុងសម័យនោះព្រះបាទចន្ទបជោតក៏បានល្បីល្បាញទាក់ទងទៅនឹងកិត្តិស័ព្ទរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ហើយក៏មានបំណងនិមន្តព្រះអង្គឲ្យទៅទទួលចហាន់ក៏ដូចជាសម្ដែងពធទេសនានៅក្នុងនគរឧជេនីក៏បានប្រឹក្សាជាមួយនឹងអាកាសបតីឬបរោហិតថារោគអ្នកណាដែលមានបំណងនឹងចង់ទៅនិមន្តព្រះសម្មាសម្ពុទ្ធអញ្ចឹងពួកអាមាត្យទាំងឡាយក៏បានប្រឹក្សានៅថាមានតែកច្ចាយណៈបរោហិតដែលអាចទៅបានអញ្ចឹងក៏បានព្រះបាទចន្ទបជោតក៏បានចាត់ទៅហើយកច្ចាយណៈបរោហិតក៏បានទទួលនៅព្រះរាជបញ្ជាទៅនិមន្តព្រះសម្មាសម្ពុទ្ធក៏ប៉ុន្តែបានប្រាប់ថាទៅនឹងអាចសុំព្រះបាទចន្ទបជោតថាបព្វជិនិងឧបសម្បទាដល់ពេលនោះលោកក៏បាននាំសម្លាញ់7នាក់រួមទាំងលោកក៏8នាក់ក៏បានទៅដល់ហើយក៏ទូលសុំព្រះសម្មាសម្ពុទ្ធបព្វជិឧបសម្បទាហើយព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទទួលឲ្យបព្វជិឧបសម្បទាដោយសម្រាប់ជាអេហេភិក្ខុមានន័យថាជាភិក្ខុដែលកើតឡើងដោយមិនបាច់មានស្បង់ស្បែកទិវោគឺដោយអំណាចថាចូលអ្នកកើតជាភិក្ខុខ្លាយជាភិក្ខុទៅពេលហ្នឹងគឺបានអញ្ចឹងទៅដល់ក្រោយមកដែលលោកបានបួសឧបសម្បទាហើយលោកបានសម្រេចជាព្រះអរហន្តអញ្ចឹងហើយលោកបានបដិបត្តិធម៌អញ្ចឹងទៅលោកក៏បាននឹកឃើញនៅពាក្យបណ្ដាំរបស់ព្រះបាទចន្ទបជោតដែលថាសូមរតនានិមន្តព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ដើម្បីទៅនគរឧជេនីដល់ពេលនេះក៏លោកទូលរតនាព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ព្រមប៉ុន្តែព្រះអង្គបានចាត់ឲ្យលោកទៅមុនអញ្ចឹងសម្លាញ់របស់លោកទាំង7ក៏ដូចជាលោកបាននិមន្តទៅបិណ្ឌបាតតាមដងផ្លូវរហូតទៅដល់កាលិនិគមមួយក្នុងនិគមហ្នឹងមានស្ត្រីម្នាក់ជាធីតាថាដីធីតាហ្នឹងម្ដាយឪពុកជាសទ្ធិប៉ុន្តែពេលម្ដាយឪពុកស្លាប់ទៅនាងធ្លាក់ខ្លួនទៅជាមនុស្សក្រនៅអាស្រ័យជាមួយអ្នកបម្រើតែនាងនឹងមានរូបសម្បត្តិស្អាតមានសក់វែងស្អាតហើយមានសទ្ធិធីតាម្នាក់ទៀតហ្នឹងគឺមានរូបរាងស្អាតប៉ុន្តែសក់មិនសូវមានក៏តែងតែប្រើអ្នកបម្រើឲ្យមកសុំទិញសក់ពីនាងសទ្ធិធីតាដែលតលក្រហ្នឹងតែនាងមិនបានលក់ទេដែលឲ្យតម្លៃ100កហបណៈរហូតដល់ឡើងដល់1000កហបណៈក៏នាងមិនព្រមលក់ប៉ុន្តែចៃដន្យថ្ងៃហ្នឹងនាងបានបើកបង្អួចឃើញនៅព្រះមហាកច្ចាយណៈជាមួយនឹងភិក្ខុជាសម្លាញ់ហ្នឹងបិណ្ឌបាតប៉ុន្តែលោកនាងបានឃើញថាលោកមិនមានតន់បានចង្ហាន់អញ្ចឹងក៏បានប្រាប់ថាសូមឲ្យអ្នកបម្រើហ្នឹងយកសក់ទៅលក់ទៅកាត់សក់ហ្នឹងទៅលក់បងប្អូនពេលយកទៅលក់នាងដែលជាសទ្ធិធីតាដែលមានសក់តិចហ្នឹងដែលតែងតែចង់បានសក់នាងហ្នឹងដល់ពេលដែលឃើញសក់ហ្នឹងទៅដល់មានអារម្មណ៍ចម្លែកហ្នឹងពេលអញសុំទិញអត់លក់មិនបានសុកក៏យកមកឲ្យលក់ឲ្យអញ្ចឹងក៏ឲ្យតម្លៃថោកអញ្ចឹងឲ្យទៅ8កហបណៈឲ្យ8កហបណៈអញ្ចឹងទៅគិតថាពេលដែលរបស់ចង់លក់អញ្ចឹងមានន័យថារបស់ហ្នឹងគឺនឹងឲ្យថោកបានដែរតែគេលក់ព្រោះរបស់ដែលមានតម្លៃរបស់ដែលគេចង់ទិញរបស់វាមិនសូវចង់ទិញវាទៅជាមានរបស់ដែលមិនធ្វើថ្លៃអញ្ចឹងក៏ទទួលទិញក្នុងតម្លៃ8កហបណៈនាងក៏ទទួលពេលហ្នឹងអ្នកបម្រើក៏យកទៅហើយក៏នាងមានជាដីធីតាដែលសក់លក់សក់ហ្នឹងក៏ប្រាប់ឲ្យទៅទិញចង្ហាន់ដាក់បាតព្រះសង្ឃទាំង8អង្គហ្នឹងទៅដល់ពេលហ្នឹងក៏នាងមិនដឹងថាជាព្រះសង្ឃគឺតែជាព្រានដោយរូបសម្បត្តិរបស់ព្រះមហាកច្ចាយណៈរូបស្អាតល្អស្រស់ណាស់ឃើញជាទីពេចពិលល្មើលមើលគឺ
về mặt cái khơi cứ chia ra tầm mong đầm lách tờ lưរបស់លោកនឹងរាងកាយរបស់លោកគឺស្អាតទីទីពេចពេលល្មើមើកាយមើមិនដាក់ភ្នែកបើយើងញ៉ែម៉ាត់ថាល្អគុណមើលហើយគឺស្អាតទៅឬក៏ស្អាតមកស្អាតទៅបាត់ណាស្អាតមកចឹងទៅហ្នឹងហើយអញ្ចឹងក៏ពេលនេះអំរើដាក់បាតឲ្យលោកឆាន់ហើយលោកសួរថាតើម្ចាស់របស់នាងទៅទីណាថានៅក្នុងបន្ទប់ទៅហៅមកក៏ហៅមកពេលនាងថ្វាយអង្គមលោកហើយបានសំណេះសំណាលដល់អំណាចសេចក្តីជ្រះថ្លារបស់នាងនេះសក់ដែលនាងកាត់ខ្លីនឹងបានដោះមកវិញនេះភាពអស្ចារ្យបងប្អូនដោយអំណាចនៃការជ្រះថ្លារបស់នាងចំពោះព្រះមហាកាចាយនៈថេរហ្នឹងណារហូតដល់សម័យក្រោយមកទៀតសម្បីតែសកទេវរាជគាត់តែឃើញលោកក៏មានសេចក្តីជ្រះថ្លាមកថ្វាយការបំរើដោយការច្បាច់ប្របាទច្បាច់ដៃច្បាច់ជើងនិយាយម៉ាត់ទៅច្បាច់ដៃបែកជើងបំរើលោកចឹងទៅដោយសេចក្តីជ្រះថ្លាជាមួយព្រះមហាកាចាយនៈគឺឃើញគឺមានអារម្មណ៍ថាជ្រះថ្លាគឺពេញចិត្តនិយាយម៉ាត់ទៅគឺមានអារម្មណ៍ថាស្រឡាញ់ដូចត្រូវស្នេហ៍និយាយម៉ាត់ឲ្យខ្លីថាពេញចិត្តតែមកបងប្អូនអាហ្នឹងគឺចង់បញ្ជាក់កន្លែងចំណុចហ្នឹងរហូតដល់មានរឿងរ៉ាវមួយទៀតតកតងទៅនឹងមានសទ្ធិបុត្រម្នាក់ឈ្មោះសោរិយៈនៅក្នុងនគរសោរីហ្នឹងលោកព្រះមហាកាចាយនៈក៏លោកបំរុងនិមន្តទៅបិណ្ឌបាតដោយសោរិយៈសទ្ធិបុត្រហ្នឹងក៏ពួយនឹងសម្លាញ់ជាសទ្ធិបុត្រដូចគ្នាហ្នឹងក៏បានជិះរទេះដើម្បីទៅងូតទឹកនៅទន្លេហ្នឹងហើយលោកមិនទាន់នឹងបិណ្ឌបាតលោកបានដោះជីវរឃ្លុំអញ្ចឹងលោកសោរិយៈហ្នឹងបានឃើញរូបកាយរបស់លោកមានពលឺចេញពីកាយហ្នឹងក៏កើតតម្រេកត្រេកត្រអាលថាអូបើសិនតែបានលោកជាភរិយាមិនដឹងល្អប៉ុណ្ណាអាតម្រេកតណ្ហាការចង់បានវាគិតថាអូលោកបើសិនតែមនុស្សស្រីបើជាប្រពន្ធអញមិនដឹងល្អប៉ុណ្ណាប៉ុណ្ណឹងបងប្អូនបុរសហ្នឹងកើតទៅជាស្ត្រីភ្លាមមួយរំពេចពេលហ្នឹងគិតថាខ្លួនឯងប្រូភេទភ្លាមក៏បានចុះពីលើរទេះរួចគេចចេញដើរទៅតាមកន្លែងផ្សេងតាមរទេះទៅនគរកតសិលាទៅដើរហត់ពេកដែលក្រោយរទេះហ្នឹងក៏បានដោះនឹងជៀនឲ្យទៅពួកអ្នកបរទេះហ្នឹងពួកអ្នកបរទេះឃើញនាងហ្នឹងដែលជាសទ្ធិបុត្រឈ្មោះសោរិយៈហ្នឹងឃើញគេថាអូស្អាតថាតើនេះអញ្ចឹងក៏គេថានគរកតសិលាមានសទ្ធិបុត្រម្នាក់អត់ទាន់មានភរិយាបើអញនាំដំណឹងទៅប្រកាសជាអញបានរង្វាន់ណាអញ្ចឹងក៏បាននាំដំណឹងទៅប្រាប់សទ្ធិបុត្រនៅនគរកតសិលាហ្នឹងថាមានស្ត្រីម្នាក់ជាស្ត្រីកែវរូបរាងសម្បត្តិស្អាតល្អណាស់បើពេញចិត្តខ្ញុំនឹងនាំមកអញ្ចឹងក៏នាំទៅសទ្ធិបុត្រឃើញពេញចិត្តក៏យកនាងជាភរិយាបានកូន2អញ្ចឹងសោរិយៈហ្នឹងពីកាលបុរសហ្នឹងមានប្រពន្ធមានកូន2ដូចគ្នាអញ្ចឹងពេលដែលខ្លួនឯងទៅជាស្ត្រីក៏បានមានកូន2ដូចគ្នាអញ្ចឹងកូន4ណាកូន4អញ្ចឹងសម័យក្រោយមកទៀតពេលដែលព្រះមហាកាចាយនៈនិមន្តទៅនគរកតសិលាដោយឮដំណឹងពីស្វាមីហ្នឹងនាងក៏សុំទៅជួបលោកហើយក៏ប្រាប់ដំណឹងថាខ្ញុំហ្នឹងពីដើមមិនមែនជាស្ត្រីទេប្រាប់រឿងដំណើរដើមទូនទាំងអស់ថាខ្ញុំមិនមែនជាស្ត្រីទេខ្ញុំគឺជាបុរសនៅនគរសោរិយៈអញ្ចឹងទៅមានកូន2ហើយមានប្រពន្ធហើយតែដល់អំណាចឃើញលោកម្ចាស់ហ្នឹងកើតតម្រេកកើតត្រេកត្រអាលអញ្ចឹងទៅក៏កើតខ្លួនទៅជាស្ត្រីអញ្ចឹងទៅប្តីហ្នឹងក៏មានចិត្តអាណិតអញ្ចឹងក៏នាំទៅថ្វាយអង្គមសុំកម្មាទោសលោកគាត់ថាសុំកម្មាទោសព្រះមហាកាចាយនៈភ្លាមរំពេចនោះខ្លួនឯងកើតទៅជាបុរសវិញទៅជារូបរាងដើមវិញហើយមុនហ្នឹងចង់បញ្ជាក់ថាសម្លាញ់ក៏តាមរោគម្ដាយហ្នឹងក៏តាមរោគមិនឃើញរហូតដល់ធ្វើបុណ្យឧទ្ទិសបងប្អូនតែគិតតែស្លាប់ហើយរោមឃើញសោរិយៈហ្នឹងមិនដឹងថាទៅកើតជាស្រីណាមានប្តីទៅទៀតនោះអញ្ចឹងលោកសង្វេកន្លែងហ្នឹងបងប្អូនកន្លែងហ្នឹងគាត់ថាអូខ្លួនលោកគឺជាអ្នកនាំបញ្ហាតាធ្វើឲ្យគេកើតត្រេកត្រអាលកើតចិត្តអកុសលកើតចិត្តបាបប្រែคล้ายទៅជាស្ត្រីអញ្ចឹងទៅអាហ្នឹងរឿងមួយទៀតមនុស្សនិងទេវតាតែងតែច្រឡំថាលោកនឹងគឺព្រះសម្មាសម្ពុទ្ធពេលឃើញពីចងាយគេថាអូព្រះសម្មាសម្ពុទ្ធនិមន្តមកហើយអញ្ចឹងទៅឬក៏តែងថាអូដូចជាព្រះសម្មាសម្ពុទ្ធណាអ
អីចឹងទៅចេះតែនឹកមានពាក្យជាចាំរាមតមួយទៅតមួយឬក៏តែងតែបដូចចឹងទៅលោកគិតថាមិនសមឡើយមិនសមរម្យទេដែលគេតែងតែច្រឡំចឹងអញ្ចឹងទៅក៏លោកអធិដ្ឋានឲ្យរូបរាងលោកទៅជាអាក្រក់អញ្ចឹងទៅបានយើងឃើញថាលោករូបរាងកំប៉ោងក្បាលពោះធំអង្គុយអោបពោះតាមគេចម្លាក់មកណាបងប្អូនតាមពហិតាមរូបសំណាកផ្សេងអីរូបចម្លាក់ពីភ្លុកពីចែពីខ្នាយពីក្លឹមឈើផ្សេងអញ្ចឹងទៅគឺរូបកំប៉ោងអញ្ចឹងទៅនឹងដូចរូបនឹងជាក់ស្ដែងនៅក្នុងคลิปវីដេអូនឹងជាដើមអញ្ចឹងទៅតែហេតុអីវិញក៏ថាស្អាតណែដោយសារមូលហេតុគេយល់ច្រឡំគេកើតចិត្តបាបអញ្ចឹងអាហ្នឹងរឿងរ៉ាវដែលតាក់ទងទាំងរូបរឿងរ៉ាវរបស់ព្រះមហាកញ្ចៃចនៈចុះរឿងរ៉ាវស្អីដែលធ្វើឲ្យលោកស្អាតហើយមានបញ្ញាធ្វើសង្ខេបធ្វើឲ្យធัวមានពិស្ដារបានគឺរឿងនឹងចេះក្នុងសម័យព្រះពុទ្ធបតមុត្តរៈហ្នឹងមានភិក្ខុសង្ឃមួយអង្គដែលព្រះសម្មាសម្ពុទ្ធអធិដ្ឋានតាំងស្ថាបនាឲ្យទៅជាអ្នកដែលសម្ដែងធัวសង្ខេបឲ្យទៅជាធัวពិស្ដារអញ្ចឹងអតីតជាតិរបស់ព្រះមហាកញ្ចៃចនៈនឹងឃើញអញ្ចឹងក៏បាននិមន្តព្រះសម្មាសម្ពុទ្ធព្រមទាំងភិក្ខុសង្ឃឆាន់ចង្ហាន់អញ្ចឹងទៅរហូតដល់ថ្ងៃទី7បានប្រាថ្នាឲ្យព្រះសម្មាសម្ពុទ្ធក៏ថាអ្នកនឹងបានសម្រេចនៅក្នុងសម័យកាលពុទ្ធណានីមួយអញ្ចឹងទៅគឺពុទ្ធសមណគោតមហ្នឹងទៅរហូតដល់សម័យព្រះពុទ្ធសុមេធៈលោកកើតជាបរិសុទ្ធដែលបានបូជានៅផ្កាកនិកាចំពោះព្រះសម្មាសម្ពុទ្ធហ្នឹងរហូតអន្តងនៅក្នុងមនុស្សនិងទេវតារហូតដល់ចន្លោះមួយពុទ្ធរហូតក្នុងសម័យពុទ្ធកស្សបៈនៅក្នុងផតកັບយើងនេះក្នុងសម័យពុទ្ធកស្សបៈលោកកើតមកហើយនឹងពុទ្ធកស្សបៈប្រតិនិព្វានទៅហើយនេះលោកក៏បានយកមាសបងប្អូនយកមាសទៅ1សែនតម្លឹងមកធ្វើជាកន្លែងតម្កល់ចែកដីរបស់ព្រះពុទ្ធកស្សបៈនឹងអញ្ចឹងឲ្យលោកប្រាថ្នាជាតិណានាឲ្យមានរូបសម្បត្តិស្អាតល្អមានរូបកាយជាទីពេញពិលល្មិលមើលហ្នឹងនេះជាមូលហេតុបងប្អូនណារហូតដល់លោកកើតក្នុងសម័យព្រះសម្មាសម្ពុទ្ធសមណគោតមបរមគ្រូយើងនេះបានលោកមានរូបសម្បត្តិស្អាតល្អអ្នកណាឃើញក៏ជាទីពេញពិលល្មិលមើលឃើញគឺចង់ស្រឡាញ់ចង់ពេញចិត្តហ្នឹងទៅនឹងជាមូលហេតុណាបងប្អូនយកមាសធ្វើកន្លែងតម្កល់ចែកដីហ្នឹងហើយចឹងរឿងហ្នឹងតេតងនឹងរឿងការបូជាផ្កាបូជានៅបច្ច័យដីចឹងទៅមានសិលបរិសុទ្ធអញ្ចឹងបងប្អូនដែលមានជំនឿក៏ដូចគ្នាដែរមិនថាឲ្យទៅស្នោបមានព្រះមហាកញ្ចៃចនៈដឹងទៅស្អាតដឹងឃើញល្អរូបអាក្រក់មិនក៏ដោយគាត់ថាមានរូបលោកទេវតានិងមនុស្សតែបូជាមានចិត្តជ្រះថ្លាស្រឡាញ់ជាទីពេញពិលល្មិលមើលប៉ុន្តែយើងធ្វើដែរទៅបងប្អូនណាយើងមានសិលហើយដែលនៅឲ្យរូបស្អាតគឺទីមួយមានសិលសិល5សិល8ជាដើមហ្នឹងទៅហើយឬក៏មានការមិនខឹងក្រោធមិនក្តៅក្រហល់ក្រហាយអញ្ចឹងទៅមានសិលជាអ្នកសុភាពរៀបសារអញ្ចឹងទៅជឿមានរូបស្អាតជាចិត្តស្អាតបរិសុទ្ធហ្នឹងក៏ធ្វើឲ្យរូបស្អាតដែរហើយការដែលធ្វើការគោរពអោនរំទោនការក្រាបថ្វាយបង្គំអីហ្នឹងក៏ហេតុជាធ្វើឲ្យមានរូបស្អាតចាបងប្អូនអញ្ចឹងបើយើងគ្មានលទ្ធភាពទៅធ្វើមាសទៅអីបូជាអីទេគាត់ថាយើងមានសិលក៏ជាហេតុនាំឲ្យស្អាតដែរហ្នឹងគឺតើតោនឹងរឿងរ៉ាវហ្នឹងអញ្ចឹងរឿងពីរហ្នឹងបងប្អូនណាទីមួយហេតុដែលធ្វើរូបមានរូបស្អាតរបស់ព្រះមហាកញ្ចៃចនៈហើយទីពីរគឺរឿងដែលហើយដើម្បីរូបលោកទៅជាកំប៉ោងវិសាខ្ញុំលើកមកពីខាងដើមអញ្ចឹងថាគេច្រឡំលោកជាព្រះសម្មាសម្ពុទ្ធផងគេឃើញលោកវាស្អាតពេកបងប្អូនបើនិយាយមកទៅស្រីមណ្ឌលបើគិតទៅថាវាស្អាតខ្លាំងបបរកញ្ញាក៏មណ្ឌលដែរបើរូបរាងរូបបកាយលោកមានពលឺចេញពីកាយអញ្ចឹងក៏ធ្វើឲ្យមនុស្សមានការច្រឡំឬក៏ថាមនុស្សក៏ឃើញមកទៅវាទៅជាមានតម្រេកត្រេកត្រអាលមានអារម្មណ៍រាគៈតម្រេកត្រេកត្រអាលនៅក្នុងកាមគុណអញ្ចឹងទៅអញ្ចឹងធ្វើឲ្យចិត្តបាបមកដូចខ្ញុំលើកពីសទ្ធិបុត្រសោរិយៈអញ្ចឹងទៅណាឃើញកើតអារម្មណ៍តម្រេកត្រេកត្រអាលក៏ទៅជាអកុសល
កើតទៅជាមនុស្សស្រីខ្លួនឯងប្រុសមានកូនពីរแล้วមានប្តីជាមនុស្សស្រីហ្នឹងក៏មានកូនពីរអញ្ចឹងទៅអញ្ចឹងបាបអញ្ចឹងបងប្អូនសម័យពុទ្ធកាលវាបដូរភ្លាមអញ្ចឹងការលើកឡើងរបស់ខ្ញុំប៉ុណ្ណឹងក៏គឺជាចំណេះដឹងបន្តិចបន្តួចជួយស្ដើងសម្រាប់បងប្អូនដែលជាអ្នកមានជំនឿដែលតែគ្រប់បប្រតិបត្តិនៅព្រះមហាកច្ឆាយណៈអញ្ចឹងជាចំណេះដឹងហើយខ្ញុំលើកមកនេះសិតតែខ្ញុំបានសិក្សាមកបងប្អូនសិក្សាក្នុងពុទ្ធសាសនាហ្នឹងហើយខ្ញុំផ្ដោតចូលមកគូបនឹងជំនឿឲ្យសមហេតុផលទៅនឹងការដែលយើងគោរពបប្រតិបត្តិអញ្ចឹងបើបងប្អូនពេញចិត្តនៅវីដេអូនៃការបរិយាយអធិប្បាយខ្លឹមសារនេះសូមជួយ like ជួយ subscribe ដើម្បីឲ្យខ្ញុំមានពេលវេលាធ្វើវីដេអូបន្តទៀតអញ្ចឹងខ្ញុំចូលរួមបានប៉ុណ្ណឹងបងប្អូនណាសូមអរគុណសូមជម្រាបលា